ក៏ទៅជាថ្មីការថ្មីបាទកាលណាយើងរងចាំការថ្មីក្របថ្មីនៅពេលវេលានេះយើងបន្ថយទឹកអញ្ចឹងវានឹងធ្វើទុកផ្លែមុនបាទធ្វើទុកផ្លែតែធំអញ្ចឹងអាផ្លែធំវាមិនអាចអត់ទឹកបានទេវាត្រូវកាត់កាលណាបើអត់ទឹកមានន័យថាប្រព័ន្ធការទៅចិញ្ចឹមអាការលូតលាស់របស់វាហ្នឹងគឺអត់បានល្អទេបាទខ្វះទឹកក៏ជ្រុះអាក្តាប់ខោអាក្តាប់ចេញក្រោយហ្នឹងតែលើកទឹកក៏ជ្រុះអញ្ចឹងបងត្រូវមានផលវិបាកក្នុងការធ្វើហើយបន្ទាប់ពេលវេលានេះស្ទើរបីតែអ្នកដែលអត់មានផ្លែនៅលើដើមសោះមានតែការធ្វើបរិយាថ្មីការបន្ថយទឹកសម្រាប់យកការហ្នឹងក៏វាមានការពិបាកនៅក្នុងការដោះស្រាយដែរតើបងអត់ទឹកហ្នឹងកម្រិតហ្នឹងវាប៉ះពាល់យ៉ាងម៉េចហើយឡើងទឹកហ្នឹងវាប៉ះពាល់យ៉ាងម៉េចដែលធ្វើឲ្យការហ្នឹងពិបាកនឹងកាន់នៅជាប់នឹងតើរបស់យើងដែរវាតឹងតែងបំផុតនៅពេលដែលកម្ដៅកើនឡើងខ្លាំងគឺស្មុគស្មាញគឺពិបាកក្នុងការកំណត់បាទបើយើងធ្វើការនៅក្នុងរដូវដែលត្រឹមត្រូវទៅតាមវត្តទៅតាមការរវល់ជុំរបស់ការកកើតផ្លែរបស់តរេនណាពីទូទៅយើងតែការរវល់ជុំរបស់តរេនបើតាមរដូវកាលគឺត្រូវតែចេញការនៅក្នុងខែ12ខែ12ចេញការខែ6ពាក់កណ្ដាលចុងខែ6អាចនឹងប្រមូលផលមានន័យថាវាវិវត្តបែបហ្នឹងបើសិនជាជាក់ស្ដែងយើងមិនធ្វើអីសោះយើងថែតែស្លឹកស្រោចទៅតាមការវានឹងចេញនៅក្នុងកំឡុងខែ12ហ្នឹងហើយបាទវាអត់មានខែភេទអីមករំខានគឺចេញជាទៀងទាត់អញ្ចឹងបើសិនជាវាចេញក្នុងខែ12វានឹងរីកនៅក្នុងកំឡុងចុងខែ1អីប៉ុណ្ណឹងចុងខែ1ឬក៏ដើមខែ2ទេអញ្ចឹងវាមិនទាន់ឡើងកម្ដៅខ្លាំងដោយសពថ្ងៃទេបើយើងនិយាយពីគេហៅថាខែខ្មែរយើងដែលយើងធ្លាប់ចំណាំគេថាខែប្រគុណចែកពិសាបាទខែ3នេះគឺខែក្តៅខ្លាំងបាទប្រគុណចែកពិសានោះគឺក្តៅខ្លាំងហើយបើចូលដល់ខែចែកគឺកាន់តែក្តៅខ្លាំងចាបើសិនជាយើងធ្វើផ្លែធ្វើផ្កាគឺយើងធ្វើមិនឲ្យវាកើតចេញនៅក្នុងកំឡុងពេលដែលនៅក្នុងខែមេឃទៅណាបោះមេឃហ្នឹងទៅវានៅមានសំណើមវាមានតិចតិចនៅឡើយវាមិនទាន់កើតកម្ដៅរហូតដល់38 39 40អង្សាហើយតែធ្វើមិនឲ្យចេញបាទអញ្ចឹងកន្លែងហ្នឹងមួយដែលបងប្អូនកំពុងតែគិតថាចុះបើវាមកចេញទៅពេលហ្នឹងឲ្យខ្ញុំធ្វើម៉េចខ្ញុំក៏ចង់ដែរចង់ចេញមុនគេចង់ឲ្យចេញទៅពេលហ្នឹងដែរខ្ញុំខែខតអត់បានត្រៀមអត់បានបំរុងលក្ខណៈណាមួយដើម្បីឲ្យបានការនៅក្នុងពេលវេលាដែលយើងចង់បានប៉ុន្តែការពិតការបើចេញទៅតាមដំណើររបស់វាឲ្យត្រឹមត្រូវទំនងគឺនៅក្នុងកំឡុងខែ12ហ្នឹងដើមខែ12អាចនឹងមានគាត់មានការតិចច្រើនវាចេញតែបើយើងប្រកទៅសូម្បីតែខ្ញុំក៏មានមកដល់ថ្ងៃនេះក៏មានការនៅទ្របតំណងមួយចង្អុលពីចង្អុលនៅទីនោះទីហ្នឹងវាតែមានទេប៉ុន្តែលក្ខខណ្ឌដែលត្រូវចេញរបស់គឺចេញនៅក្នុងខែ12ទេអញ្ចឹងយើងក៏ប្រែបដោយបងប្អូនបានមួយសេរីយើងធ្វើតែមួយសេរីហ្នឹងទៅខ្ញុំទៅចង់បានច្រើនសេរីអាក្រោយពិបាកក្នុងការធ្វើណាពិបាកក្នុងការទប់ទល់នឹងការជ្រុះហ្នឹងណាបាទហើយបើសិនជាវាការនៅក្នុងពេលហ្នឹងខ្ញុំនិយាយថាការរីកនៅក្នុងពេលដែលខែ4នេះណាថ្ងៃ5ថ្ងៃ6ខែ4ការរីកឬក៏ខ្ញុំនិយាយថាការរីកថ្ងៃ1ខែ4ចុះអញ្ចឹងគាត់ថាតើប្រហែលខែដែលយើងនឹងបានផលនឹងប្រមូលផលយើងត្រូវចំណាយពេល4ខែ10ថ្ងៃបាទអញ្ចឹងយើងរាប់មើលក្នុងថ្ងៃ1ខែ4ថ្ងៃ1ខែ5មួយខែថ្ងៃ1ខែ6 2ខែថ្ងៃ1ខែ7 3ខែថ្ងៃ1ខែ8 4ខែ10ថ្ងៃទៀតអញ្ចឹងថ្ងៃ10ខែ8បានប្រមូលផលអញ្ចឹងអាកាសថ្ងៃ1ខែ4ថ្ងៃ10ខែ8បានប្រមូលផលហើយទៅចូលដល់ថ្ងៃ10ខែ8ហើយគឺជាពេលវេលាត្រូវភ្លៀងច្រើនបាទចាប់ដើមមានភ្លៀងចាប់ដើមដល់ពេលវេលាដែលគេផលិតទួយផលិតស្លឹកតែយើងអត់មានឱកាសក្នុងការផលិតអត់មានឱកាសក្នុងការថែដើមអញ្ចឹងផ្កាស្ដាប់យើងវានៅតែក្រោយគេជាប្រចាំបាទអញ្ចឹងបើមិនជាផ្កាមានស្ដាប់មានផ្លែនៅក្នុងកំឡុងប្រហាក់ប្រហែលគេដែរតែវាមិនបានគ្រប់គ្រាន់មិនបានពេញចិត្តតែយើងព្រមយកប៉ុណ្្នឹងទៅចាំពេលរដូវកាលក្រោយចាំយើងចាប់ដើមរៀបចំឲ្យវាចេញនៅក្នុងកំឡុងពេលជាមួយគេហាក់ប្រហែលជាមួយគេហើយធ្វើយ៉ាងម៉េចខ្ញុំគាត់ថាមិនគួរតែទុកទេមិនគួរទុកឲ្យវាដល់វារីកទេបើយើងល្អគ្រាន់តែឃើញការមកត្រឹមត្រង់ញងអីហ្នឹងយើងអាចថាដកវាចេញទៅបេះវាចេញទៅថែដើមឲ្យល្អទៅហើយបើមានផ្លែយើងនៅលើដើមឧទាហរណ៍ថាដើមហ្នឹងអាយុ6ឆ្នាំផ្លែតែ10ផ្លែចេញទៅនៅជាមួយគេខុសគ្នាតិចតួចហ្នឹងយកអា10បើការចេញមកទៀតបើវាចេញមហាផ្លែគ្នាហ្នឹងខុសគ្នា4 10ថ្ងៃជាមួយនឹងអាការមុនអាក្តាប់មុនហ្នឹងវាអត់ខុសអត់អីទេតែបើវាកម្រិតលេខផ្លែឥឡូវហ្នឹងវាមានអាមួយ3គីឡូ2គីឡូហើយវាថាការទៅម្រិចបាទមួយសាទៀតខ្ញុំគិតថាមិនគួរទៅយកទេបាទมันចាំបាច់ចង់បានទេខុសគ្នាយូរណាស់ខុសគ្នាឡើង70ថ្ងៃហ្នឹង76ថ្ងៃហ្នឹងខុសគ្នាឡើង2ខែជាងហ្នឹង2ខែកន្លះសូតែយើងទ្រាំត្រូវយកវាទៅអីបាទយើងខុសគ្នាឆ្ងាយហើយយ៉ាងហ្នឹងវាទៅប៉ះពាល់ដល់ពេលវេលាដែលយើងត្រូវស្លឹកពេលវេលាត្រូវប្រព័ន្ធផ្លែប្រព័ន្ធដើមប្រព័ន្ធស្លឹកវាបានធ្វើទេនៅរវល់ផ្លែធ្វើទៅវាប៉ះពាល់ផ្លែធ្វើទៅឡើងជ្រុលផ្លែនៅគិតទៅចឹងរហូតដល់ពេលដល់វគ្គគេថាគេផលិតស្លឹកធៀបយកផ្លែយើងក៏មើលយកខែសីហាខែ8យើងមិនត្រូវផលិតស្លឹកចុងក្រោយយកផ្លែស្លឹកយកផ្លែឯងបើអត់ទឹកឬក៏ទុកស្លឹកដើម្បីឲ្យផ្លែចាស់ស្កាត់ទៅវាបានឆ្ងាញ់ដែរតែចេះវិញទៅខ្លះបាទអញ្ចឹងកន្លែងហ្នឹងខ្ញុំគិតថាមិនគួរទេសូម្បីតែខ្ញុំគាត់តែខ្ញុំមានបទពិសោធន៍មែនតែខុសពេលខុសវេលាដល់ពេលនេះចង់បានចង់ការមករីកនៅពេលហ្នឹងខ្ញុំពិបាកឆ្លើយតបនៅវិធីសាស្ត្រទៅស្កាត់កុំឲ្យជ្រុលដែរព្រោះថាវាតែជាហួសហើយពេលហើយយើងកំពុងដើរជំហានឈានមកដល់ណាដល់នេះដល់កំពុងចាមវិញតែនឹកឃើញថាភ្លេច
đứa còn nó khơi ao tự do mình đẹp nơi đi nó sinh gọn nó quýnh rồi dương hiện 6 giờ đó nó không ca cơ thể mình chân dương thử tay thua ca sủng chất ai bán cho bạn luôn và công cho bạn là xử lý tranh khảo kỳ là hỗ trợ kỳ khai xiên đúng dương dương do bạn xử lý mũi xử lý pi và đối với vậy mà nó tranh tâm pi nó ngại xử lý pi một cây bạn đây mình lên xử lý pi đi và còn thắng tại nhóm bên xử lý mũi xử lý pi ở pi đấy một ca tôi nghĩ là lấy đi mình lên xử lý pi đi xử lý pi thì không nên là hai đâu xử lý mũi với tôi muốn là hai gọi là xử lý pi tôi mà nó mà ngại nên pi xử lý con nên chân nè con chân ta chân mau pi mũi pi đấy con miếng pi con miếng ý tại xử lý mũi nhưng xử lý pi một cái vậy thôi và chẳng dưỡng vô ban lúc ra được cao từ đầm giòn kia và bên đây tha việc hát bài kia bị lương luôn kia tầm khổng từ là khai nó dừng truy dừng vô với tư không đi và khổng từ là khai với ai tao xử lý kia lũ chia mình to vậy anh ấy mình đã lũ ủi cái số đến nó lấy hơi vẹn mũi hơi tôi có cái số đau vẹn pi đến này đi là khai có cái số đau vẹn pi đến này đi mà khai pi khai có cái số đau vẹn pi đến đó là gì tầm đó và là khăn đi dòng trong khi mong ôn ha cô không rong trăm giữ hai đám tầm bay tuyên một đời cả phải tới sựรับnhận đấy ca tới để đi từ đi 200 vô một offline mà xua con ôn dương là quan phải là ban fly pi cái lỗ hỏi có sao có ai sao cầm nó là sao mấy thằng mấy là thằng mấy thấy có thua thử này và bây giờ không biết ai thua tới mình tới thì ai khóc ai mình ai ngờ là ô đi gì vậy đó của tại sao ấy bây giờ còn khóc biết hay tới cassette này của không thể và cá mà sang dịch phương được không trên được không khải đọc gọi là trên từ trong năm tới trên được khai tí sam sắp khải đọc và của năm đấy trên được khai tí mà khai đọc mũi không nên phải khai chứ năm tới trên được khai sam sắp khải đọc sam sắp khai đọc mũi sam sắp khai đọc hai người chứ ta đi cho một lông trong khai đọc đi đang khai mũi nhé thì hàng được hơn các thiết chết các thiết lẹt chết vậy luôn đặt côn rồi đây rồi nghĩa dương được long sọc dương miền côn rồi đây rồi nghĩa mùi đại miền tây mùi khai chắc đi vẹn đã khai đọc tí to vẹn đã khai nó cái côn rồi đây rồi nghĩa chắc dương miền tây phải liếm mũi cho ca số ở ca dương nó việc ăn cắn ca thiết nó vừa nói thoa ở ăn ca và các cái so mà nó ai toàn cả đặt ca thôi chắc cái dương nó cứ biết mình sẽ chỉ smoke smile nhỉ và chắc là côn rồi đây rồi nghĩa nó vừa nói thoa ở cái so nó việc cắt mà nó